នេះគឺសកម្មៃបងប្អូនអត់សស្គូសណាបាទសកម្មៃបាទអត់ថ្នាំឥឡូវយើងមកមើលផ្នែកខាងក្នុងបានឃើញទៅញាក់សាច់តែម្ដងនិយាយទៅដូចក្អីឡានស្ពណ៌ប៉ុណ្ណឹងចឹងណាបងប្អូនបាទនេះស្អាតទេបងប្អូនបាទខ្ញុំខ្លួនឯងអ្នកលក់តែគ្រាន់តែឃើញឡាននេះក៏មានអារម្មណ៍ថាស្រឡាញ់ខ្លាំងដែរបងប្អូនអីបាទហើយដបូលគឺយើងមានប្រភេទជាដបូលបើកដូចគ្នាដែរបាទអូខេជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះចូលមកបង្ហាញ Challenge Gru ថ្មីតម្លៃ 20000 ជាងបាទតម្លៃតែ 20000 ជាងទេបងប្អូនប៉ុន្តែបំពាក់មកជាមួយនឹងកាបូនកាងខាងមុខកាងខាងក្រោយនិងផ្នែកពីចំហៀងបងប្អូនមើលនេះបាទនិយាយទៅអត់លំទេបងប្អូន 20000 ជាងរបស់ Challenge ឥឡូវហ្នឹងបាទប៉ុន្តែបំពាក់មកជាមួយប្រភេទកាបូនបងប្អូនបាទនិយាយទៅគឺស្អាតខ្លាំងមែនតើបងប្អូនអត់ចាំបាច់ឲ្យបងប្អូនបំពាក់នៅខាងក្រៅបងប្អូនបាទនេះផុកឡាយហើយLED headlight យើងមានជាមួយនឹងប្រភេទជើងគុចបាទ Daytime Running Light បាទភ្លើងលម្អពេលថ្ងៃនិយាយទៅគឺស៊ីគ្នាស្អាតមែនតើបងប្អូនបាទនេះកាងផ្នែកពីខាងមុខណាបងប្អូនឥឡូវទៅមើលប្រភេទកាបូននៅផ្នែកខាងក្រោយម្ដងខាងក្រោយរបស់ Challenge Gru បងប្អូនបាទនិយាយទៅគឺកន្សឹបឡានទៅជាឡាន Sport តែម្ដងនេះមិញបង្ហាញការពីផ្នែកខាងមុខអានេះផ្នែកខាងក្រោយបងប្អូនបាទនេះយើងមានជាមួយកាបូនដូចគ្នាបាទ design មកស្អាតមែនតើហើយយើងមានជាមួយនឹង design កាំងនេះគឺមើលទៅដូចទញ្ជន sport អញ្ចឹងបងប្អូនបាទស៊ីម៉ាំង2ភ្លោះស៊ីនមិនមែនស៊ីម៉ាំងបឆោតទេបងប្អូននេះមកជំនាញនេះមានមួយទៀតបាទស៊ីម៉ាំង2បាទហើយបាទហើយខ្ញុំឆ្លាញ់ stop នេះមែនតើបងប្អូនដល់ពេលដែលបច្ឆេះវាមានភ្លើងLED បាទរត់មកជួរនឹងតែម្ដងបាទនេះស្ញូនេះឈ្មោះ model បាទ Gru បាទប្រភេទ option RS បងប្អូនបាទពេញ sensor មានបាទដបូលប្រភេទដបូលខ្មៅបងប្អូនចឹងឡាននេះបងប្អូនទិញដបូលខ្មៅដបូលសហ្នឹងគឺអត់ចាំបាច់អេតលុយថែមបងប្អូនបាទហ្នឹងហើយស្រឡាញ់មួយទៀតបងប្អូនស្រឡាញ់មួយទៀតអ្វីដែលយើងមើលទៅរៀង luxury នេះតាម body ទ្វារនេះមានជាមួយប្រភេទក្រមបាទក្រមពណ៌សអញ្ចឹងគឺមើលទៅស្អាតតាក់ផ្នែកស៊ីគ្នាមែនតើឡានផ្សេងពីច្រើនកន្លែងនេះអាចនឹងជ័រនេះក្រមមកវាចាក់មកបាទហើយពេលទៅជាក្តោបអូតូម៉ាទិកអត់ចាំបាច់ប្រើដៃរុញទេបាទហើយតម្លៃ 20000 ជាងក្រោម 30000 ទេមានមុខងារមួយទៀតបងប្អូននេះរ៉ាដាចាប់កន្លងផ្លូវបងប្អូនបាទប្រាំងអូតូម៉ាទិក lane keeping assist lane keeping warning គឺមានមកចាប់ក្នុងកាហ្វេទាំងអស់បងប្អូនអញ្ចឹងសម្រាប់តម្លៃប៉ុន្តែខ្ញុំគិតថាសមរម្យខ្លាំងក្នុងទីផ្សារឡានតម្លៃក្រោម 30000 20000 ជាងបាទតម្លៃតែ 28500 បងប្អូនបាទនិយាយរាប់តម្លៃហ្នឹងទៅបាទហើយគិតសិតឡានជាប្រភេទឡានសាយ compact SUV ឡាន5កៅអីបងប្អូនឥឡូវទៅមើលផ្នែកខាងក្នុងបន្តិចណាបងប្អូនចង់ដឹងថាខាងក្នុងវាស្អាតដល់កម្រិតណាបងប្អូននេះបងនៅលើដៃទ្វារក៏ឃើញមានក្រមនេះបញ្ជាក់បងប្អូនភ្លេចប្រាប់មួយទៀតពណ៌សនេះគឺសកម្មៃបងប្អូនអត់សស្គូសណាបាទសកម្មៃបាទអត់ថ្នាំឥឡូវយើងមកមើលផ្នែកខាងក្នុងបានឃើញទៅញាក់សាច់តែម្ដងបាទបងប្អូនឃើញទេប្រភេទពូកជាប្រភេទពូកស្បែកចុចអូតូម៉ាទិកបងប្អូននិយាយទៅដូចក្អីឡានស្ពណ៌ប៉ុណ្ណឹងចឹងណាបងប្អូនបាទនេះស្អាតទេបងប្អូនបាទខ្ញុំខ្លួនឯងអ្នកលក់តែគ្រាន់តែឃើញឡាននេះក៏មានអារម្មណ៍ថាស្រឡាញ់ខ្លាំងដែរបងប្អូនអីបាទបានអង្គុយបាទបានជិះដឹងតែអែមបងប្អូនហើយ design ក្នុងចេះនិយាយនេះគឺ space តលាយបងប្អូនបាទអង្គុយបាន5នាក់បាទខាងក្នុងហើយមុខងារមកទំនើបអស់ហើយបងប្អូនបាទអត់មានប្រាំងដៃទាញដៃដូចមុនទេបាទប្រភេទប្រាំងដៃអេឡិចត្រូនិកតែម្ដងបាទហើយប្រភេទ screen ជាប្រភេទ screen digital សុទ្ធបាទ counter ក៏ជាប្រភេទ digital ដែរមាន pertinent watt ដូចមុនទេបាទជូនព័ត៌មានបង្ហាញព័ត៌មានមកគឺច្បាស់បាទ design ខាងក្នុងនេះ console ក៏ថាបែបប៊ូតុង piano បាទមើលទៅគឺស្អាតហើយប្រអប់លេខក៏ design ថ្មីដែរបងប្អូនមាន sport mode មានអីមកចាប់អស់ហើយបងប្អូនបាទនេះជាកូដជាប្រភេទជាកូដអេឡិចត្រូនិកបាទជាកូដនេះស្រោបមកជាមួយប្រភេទស្បែកដូចគ្នាបងប្អូនបាទរៀងអក្សរ D បែប sport តែម្ដងបាទនិយាយទៅគឺស្អាតគ្រប់កន្លែងមកខាងក្នុងហ្នឹងខ្ញុំមិនអត់ស្មានថាតម្លៃក្រោម 30000 Challenge អាចធ្វើបានដល់ប៉ុណ្ណឹងបងប្អូនបាទសូម្បីតែតាមនេះបងប្អូនក៏ជាប្រភេទស្បែកដែរណាបងប្អូនបាទតាមតឡូនេះមិនមែនជ័រទេបងប្អូននេះបាទដបូលគឺយើងមានប្រភេទជាដបូលបើកដូចគ្នាដែរបាទអញ្ចឹងមកពេញសាច់ហើយបងប្អូនតម្លៃប៉ុណ្ណេះបាទហ្នឹងហើយបងប្អូនគួរទិញទេបងប្អូនអើយចេះឡើយឲ្យស្ពេចម៉ាស៊ីនញាក់សាច់បងប្អូនបាទជំរាបជូនតាក់ទងស្ពេចម៉ាស៊ីនជូនបងប្អូនតិចតាក់ទង Challenge Gru នេះបងប្អូនឃើញទំហំប៉ុណ្ណឹងម៉ាស៊ីនគឺញាក់សាច់ទេបងប្អូនម៉ាស៊ីន 1.5 4ម៉ាស៊ីនប្រើ turbo បងប្អូនបាទជន់បានប៉ុណ្ណឹងបងប្អូនតែ concern ម៉ាស៊ីន3ឥឡូវឡើងមកម៉ាស៊ីន4បាទម៉ាស៊ីន4ជន់ M បងប្អូនបាទ smooth ហ្នឹងហើយសម្រាប់បងប្អូនតែការជិះទៅខេត្តអីគឺជន់ឡើងតែម្ដងបាទបងប្អូនបាទអត់មាន off delay ទេបងប្អូនហ្នឹងហើយអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍ឬក៏ចង់សាកសួរព័ត៌មានបន្ថែមបាទតទៅនឹងការសិក្សារំលោះក៏បានទិញដាច់ក៏បានតម្លៃខ្ញុំផ្ដល់ជូនដូចគ្នាហើយលក្ខខណ្ឌសិក្សាគឺងាយស្រួលបងប្អូនបាទយើងប្រញាប់ទីមកដល់3 model ថ្មីនេះចូលមកដល់គឺខ្ញុំគាត់កក់ច្រើនបាទអញ្ចឹងឥឡូវបើសិនបងស្រឡាញ់ពេញចិត្តធ្វើការកក់មុនតែ 2000 ទេបងប្អូនទទួលបាន stock បានចន្លោះជុំខែ10ខែ1ទៅខែ2បាទខែ12នេះជាងកក់ពេញបាត់ហើយបងប្អូនបាទហ្នឹងហើយនេះមើលរូបរាងឡានលេងមកជុំណាបងប្អូនបាទនេះពណ៌ខ្មៅនេះពណ៌សយើងមានពណ៌តាប្រាក់មួយទៀតបងប្អូនប្រផេះបងប្អូនណាពណ៌ប្រផេះបាទ
ហើយចង់ដឹងព័ត៌មានខាងអាចជួយមើលឡើងផ្ទាល់ក៏បានបាទឬក៏សាកសួរព័ត៌មានតាម Telegram ក៏បានតាម page ក៏បានបងប្អូនបាទមានច្រើនជំរើសជូនបងប្អូនបាទចង់រំលោះក៏បានចង់ទិញដាច់ក៏បានដែរហើយមួយទៀតបងប្អូនពេលអញ្ជើញមកដល់ showroom ឬក៏អញ្ជើញមកមើលឡានកុំភ្លេចបងប្អូនបាទណាត់ជាមួយខ្ញុំបាទឈ្មោះឡៃមេងបាទផ្នែករឡានយន្ត Chevrolet ហ្នឹងហើយអរគុណច្រើនជម្រាបលាបងប្អូនបាទជួបគ្នានៅវីដេអូក្រោយ